Hello ហើយក៏ជឿដូចជាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកលេង Heyday ម្ដងអញ្ចឹងណាហើយ Heyday របស់ខ្ញុំអត់មានអីច្រើនតែផ្ទះខ្ញុំតែប៉ុណ្្នឹងឯងហើយមានតែធំខ្ញុំទៅលេងបានlevel 14ទេហើយអានេះខ្ញុំមកកាត់បន្លែកាត់អីដែលខ្ញុំបានដាំវាហ្នឹងហើយដើមឈើមកលេងគាត់បាននេះហើយក៏ទៅយកអីបានទៅលក់អញ្ចឹងណាអូទៅយកអីវ៉ាន់យកទៅយកអីវ៉ាន់យកទៅលក់អញ្ចឹងណាអញ្ចឹងយើងយកទុកសិនហើយយើងទៅលក់អីវ៉ាន់ទៅបានលុយហើយពេលហើយយើងក៏ទៅមើលសត្វខាងលោកមានពោមានអីចឹងណាបន្ទាប់មកខ្ញុំក៏យកអីវ៉ាន់ហ្នឹងយកទៅលក់អញ្ចឹងណាពេលយើងលក់ហើយយើងបានលុយបន្ទាប់មកមានគេមកទិញនិយាយទៅគេមកទិញយើងដល់ហាងហ្មងហើយនេះខ្ញុំចុចចូលមើលខាងលោកយើងមានអីដែលត្រូវទិញអញ្ចឹងណាចឹងហើយឥឡូវគឺអត់មានអីច្រើនទេរបស់ខ្ញុំមកហើយក៏ធ្វើការដាំពោតដាំអីចឹងណាដោយសារតែវគ្គរបស់ខ្ញុំហ្នឹងវាមាននេះហ៎អានេះខ្ញុំមិនដឹងអីតែគេកំណត់ដើម្បីបានគេចឹងណាយើងត្រូវដាំពោតឲ្យបាន100ដើមចឹងទៅបន្ទាប់មកខ្ញុំក៏ទៅយកលុយដែលខ្ញុំលក់ឲ្យបានមិញហ្នឹងបន្ទាប់មកក៏មើលថាត្រូវខ្វះអីចឹងណាបន្ទាប់មកក៏ដាក់បន្ទាប់មកក៏កាប់ដើមឈើកាប់អីដល់ពេលកាប់ហើយឃើញកន្លែងហ្នឹងវាមានចន្លោះអញ្ចឹងហើយខ្ញុំក៏ទៅរលបងដើម្បីដាក់វាឲ្យវាចិត្តវិញអញ្ចឹងណាបន្ទាប់មកក៏រហើយសំខាន់ណាស់ហ្នឹងយើងត្រូវគិតលុយទៀតអស់ឡើង100កាក់ជាងតែអត់អីទេដើម្បីស្អាតកន្លែងរបស់យើងអញ្ចឹងណាហើយក៏សូមមើលនោះគេមកទិញពងមកវ៉ាន់ទៀតដែរហើយក៏លក់ឲ្យគេទៅកុំឲ្យថាយើងចិត្តអាក្រក់ពេកបន្ទាប់មកក៏ដើររកមើលអីផ្សេងទៀតហើយកន្លែងចន្លោះហ្នឹងកុំឲ្យចន្លោះគឺថាខ្ញុំដាំសណ្ដែកម្ដងខ្ញុំក៏ដាំសណ្ដែកថែមទៀតទៅអញ្ចឹងណាថារកកាប់ដើមឈើដល់ពេលហើយអស់កថៅបាត់អញ្ចឹងមានអីសម្រាប់កាប់ទៀតហើយក៏យកអីវ៉ាន់យើងយកទៅលក់តិចតួចអញ្ចឹងណាហើយអីវ៉ាន់ខ្ញុំលក់មិនសូវវាថ្លៃអីណាទេតម្លៃវាថោកទេអញ្ចឹងណាហើយនិយាយទៅគ្រាន់ដាក់លក់ភ្លាមមានគេមកទិញហ្មងអូយលយសាហាវនេះគឺជាកន្លែងដែលខ្ញុំត្រូវបំពេញតាមអានឹងដើម្បីបានជា gift អញ្ចឹងណាអូខេនេះតែខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអត់ទាន់ឆ្លងដល់វគ្គ20វាអីទេអញ្ចឹងក៏នៅលេងវគ្គនឹងដដែលសិនទៅអញ្ចឹងណាហើយក៏អូសមើលថាយើងត្រូវដាក់ចំអិនអីដើម្បីយើងយកវាទៅលក់អីចឹងណាហើយថារកចំអិននេះដល់ពេល